បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះពំនាំអារម្មណ៍បងប្អូនមកទស្សនាជាមួយនឹងប្រភេទថ្មរ៉ែធម្មជាតិដីខ្មែរបន្តទៀតបងប្អូនបាទសាច់គាត់នេះភ្លឺបាទភ្លឺពីធម្មជាតិមកអញ្ចឹងឯងបាទមានពលឺមានសំណើមអញ្ចឹងណាបាទយើងអត់មានខាត់អត់មានប៉ូលាលាបអីទេគាត់ភ្លឺអញ្ចឹងតែម្ដងប្រភេទនេះជាពពួកហេម៉ូថៃបាទក្រុមហេម៉ូថៃដោយសារអីដោយសារតែគាត់មានជាតិឆក់បាទជាតិឆក់គាត់នេះឆក់ខ្លាំងណាបងប្អូនបាទឆក់ជាប់បឹបតែម្ដងបាទឆក់ខ្លាំងតែម្ដងពពួកក្រុមហេម៉ូថៃមានជាតិឆក់ប៉ុន្តែយើងធម្មតាយើងដឹងហើយថាប្រភេទដែកជាទូទៅគឺមានខ្ចាមានច្រេះពេលដែលត្រូវទឹកភ្លៀងទឹកសើមណាបាទពពួករ៉ែដែកអីហ្នឹងតែប្រភេទនេះត្បិតគាត់មានធាតុឆក់ខ្លាំងមែនតែយើងដាក់ចោលហាលភ្លៀងហាលក្តៅហាលសើមក៏អត់ឡើងខ្ចាទេបាទអត់ឡើងខ្ចាទេសារធាតុរ៉ែក្នុងខ្លួនគាត់នឹងមានច្រើនប្រភេទរហូតដល់ជាង20មុខឯណោះបាទអញ្ចឹងក៏ខ្ញុំតាំងឈ្មោះឲ្យគាត់មួយទៅដើម្បីយើងងាយស្ដាប់ឲ្យឈ្មោះថាពពុះសម្រិតបាទពពុះសម្រិតសាច់លេខ1បាទសាច់គេស្អាតបាទសាច់ស្អាតគាត់ថាមានដុំខ្លះយើងក៏ចិត្តមកបានភាពឡតគេហ្នឹងភាពល្អគេហ្នឹង50%ក៏មាន60 70 80% អញ្ចឹងទៅបាទអញ្ចឹងស្អាតហ្នឹងយើងឆ្នៃបានធ្វើគ្រឿងអលង្ការបែបជៀនកវលខ្សែកធ្វើកម្មឆ្លាក់អីចឹងទៅណាស្អាតល្អមែនតើបាទត្រូវមួយពលឺបងប្អូនឃើញចាក់ស្ដាយនោះឡូវព្រិចអានេះខ្ញុំថតពេលកំពុងភ្លៀងទេចឹងទៅអត់សូវមានពលឺបើយើងថតនៅកដាលថ្ងៃពេលថ្ងៃចែងចាំងមកហ្នឹងអូគាត់ចេញចង់ឥណ្ឌានូបងប្អូនស្អាតសំខាន់គាត់ឆក់ខ្លាំងណាស់ហើយដែលចំណុចពិសេសគឺអត់ឡើងខ្ចាចំណុចហ្នឹងឯងណាទៅបាទប៉ុណ្ណឹងក៏មានពីរប្រភេទដែរនេះក៏ខ្ញុំឲ្យឈ្មោះថាពពុះសម្រាប់ដែរគាត់រៀងមានសបកបន្តិចបាទព្រោះយើងបំបែកទៅខាងក្នុងបាទបានមានភាពព្រិចហ្នឹងប៉ុន្តែប្រភេទនេះបាទសាច់ឡតគាត់បានរហូតដល់70-80% ឡតកម្រិតឡតព្រោះកម្រិតនេះអាចបានត្រឹម50-60% ទេបាទព្រោះពេលដែលយើងចិត្តទៅវាអាចមានគេហៅពពុះឬក៏អរុនចំោចបាទមានប្រហោងនឹងខ្លះអញ្ចឹងធ្វើឲ្យគាត់អត់អាចបានស្អាតគ្រប់ទេបើមួយនេះពីច្រើនគាត់ហាត់ណែនល្អបាទហាត់ណែនល្អជាងហ្នឹងហើយអញ្ចឹងគេយកឆ្លាក់ឆ្នៃធ្វើអីបានទាំងអស់ដូចគ្នាកម្រិតភាពឆក់របស់គាត់ខ្លាំងដូចគ្នាបងប្អូនបាទនេះបាទឆក់បាទអានេះឆក់ខ្លាំងជាងហ្នឹងនេះឆក់ខ្លាំងជាងបាទនេះឆក់ស្ទើរជាងបន្តិចបាទអញ្ចឹងម្ដុំទៀតបាទម្ដុំនេះមើលទៅស្អាតយើងរៀងឈូសសបកបន្តិចទៅចេញសាច់មករៀងប្រាក់សាច់ដូចប្រាក់អញ្ចឹងណាសាច់ដូចប្រាក់ដូចដែកដូចសណបន្តិចអីបន្តិចអញ្ចឹងទៅធ្ងន់ល្អណាធ្ងន់បាទដែលខ្ញុំធ្លាប់តែហៅថារ៉ែសាច់ប្រាក់នោះណាបាទនេះធ្ងន់ណាបាទធ្ងន់ប្រហែលចេះប៉ុណ្ណឹងខ្ញុំមើល1 គីឡូ 2 ខាំណារំនេះ1 គីឡូ 2 ខាំអាចឆ្លាក់ឆ្នៃឲ្យបានអស់សាច់គេហាត់ណែនកដៀនធ្ងន់ណាបាទស្អាតណានេះមើលភ្លាមដូចអាចផ្កាអញ្ចឹងនិយាយទៅដូចអាចផ្កាមែនតើបាទតែគាត់អត់ឆក់ទេបាទអត់ឆក់ទេអានេះបុប្រើដែលឆក់ទូចមិនដឹងមិនខ្ញុំអត់បានតេស្តដែលឆក់ទូចច្រើនអត់មានជាតិឆក់ទេគឺអត់ដឹងថាមានជាតិឆក់តែម្ដងបាទហើយបញ្ជាក់ថាមិនមែនសណទេបាទអានេះបើចូលធ្លាប់ចូលឡាបូដូចជាមានជាតិគេហៅ MN ហ្នឹងមិនដឹងអីគេទេហ្នឹងហើយប្រភេទអាកែតដុសគ្រីស្តាល់គេនេះចង់ពណ៌ស្វាយអានេះធម្មជាតិបងប្អូនណាធម្មជាតិខេត្តបាត់ដំបងបាទនេះមកបាទអានោះមានធំមិនដឹងស្អាតមិននេះដែនដីខ្មែរយើង
แต่ตอนชูบทมซอนี่ล้างใบสวายอันนี้ก็อาแกดอันนี้ปีกะโหลเชียงนี่มือสักเกเนี่ยบ่เอ็มขนาดตังละมมยี่เต้กำรอมีทมอาแกดสักหมายอยู่นะทมกลมเซอร์เมนหลอดนี่là thùng tăng này nên miên cái dài ba pi lâu chiên sao không rò đấy này phục vụ sầm rật ra sạch bạ lên miền là bị đốm nó sao nó obsidian bà obsidian xa đây chả này ấy bàn đó bà ở con bông phâu là bàn châu tu sana chun po sọc phim lo tầm nàng lo rồi tụi tiên bên bàn tầng ngọc này bà ở con